ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំសូមបង្ហាញជូនបងប្អូនពីរបៀបធ្វើទឹកខ្ញីឈើអែមពត្រីក្រហមចាជាដំបូងហ្នឹងគឺយើងយកខ្ញីយើងចំនួន80ក្រាមយកមកហាន់វាជាចំណិតស្ដើងយើងដាក់ក្នុងឆ្នាំងចាក់ទឹក1លីត្រកន្លះចារួចស្ងោររំងាស់វារយៈពេល40នាទីចាហើយពត្រីក្រហមរបស់យើងហ្នឹងយើងហាន់វាបន្តិចៗទៅហើយនឹងឈើអែមយើងកាត់ជាខ្លីៗចាប្រើទឹក1លីត្រកន្លះដូចគ្នាស្ងោររយៈពេលដូចគ្នាផងដែរគឺ40នាទីចាអញ្ចឹងពេលដែលវាពុះចូលចេញជាល្អបែបហ្នឹងហើយគឺយើងចាប់ដើមចាក់វាចាយើងយកទៅទឹកចាយើងដាក់ទៅច្រៃក្រោបបាទចាយើងយកទៅទឹកទេយកទៅប្រើវិញចាយើងដាក់វានៅលើភ្លើងប្រើអំបិលបោះសិចហើយនឹងស្ករក្រហមហ្នឹង80ក្រាមចាយើងកូរវាឲ្យអានេះនៅលើភ្លើងប្រើរយៈពេល1នាទីអញ្ចឹងទៅចាត្រឡប់ព្រាមរបស់យើងហ្នឹងយើងកាត់ក្បាលយើងកាត់ស្ដំវាឲ្យស្អាតអញ្ចឹងហើយយើងដាក់ត្រាំយើងចាទុករយៈពេល4ម៉ោងយើងអាចទទួលទានបានចាឬមួយក៏បងប្អូននៅចូលចិត្តបែបនេះតិចអាចដាក់នៅក្នុងប្រអប់ហើយយកទៅដាក់កន្លែងកកចានេះខ្ញុំដាក់កន្លែងកកបែបនេះចាបើសិនជារដូវក្តៅហ្នឹងគឺយើងធ្វើបែបនេះគឺល្អមែនទែនចាដូចយើងហូបទៅកកឈូសឬមួយក៏អាយស្គ្រីមអីចឹងចាធ្វើបែបនេះគឺចាជំនួយដល់សុខភាពចាធ្វើឲ្យសម្រានលក់ស្រួលហើយការពារជំងឺផ្ដាសាយផងដែរចារបៀបធ្វើគឺងាយមែនទែនចាយើងធ្វើហើយយើងទុកក្នុងទូទឹកកកទុកបានយូរចាបើសិនជាបងប្អូនចូលចិត្តចាតិចអញ្ចឹងអាចដាក់នៅកន្លែងកកក៏បានដែរចាសូមអរគុណចំពោះការតាមដានវីដេអូរបស់នាងខ្ញុំសូម